សួស្តីទាំងអស់គ្នាមកជួបជាមួយខ្ញុំហើយចាំទៀតហើយក៏ទៅមើលការទាំងអស់គ្នាម្ដងនេះគឺខ្ញុំចង់មើលបាទថាតើមានអ្វីស្នេហាអ្នកខ្លះគឺគាត់ជាប់គាំងគាត់ឆាតមកសួរគាត់ comment អីច្រើនមែនតើប៉ុន្តែខ្ញុំអត់ដឹងថាមើលឲ្យអ្នកណាទេខ្ញុំមើលជារួមតែម្ដងណាអញ្ចឹងចង់បើសិនជាវីដេអូនេះជារបស់អ្នកទាំងអស់គ្នាក៏មើលទៅហើយ share ចែកម្លែកចុះដើម្បីបានថាមពលវិជ្ជមានត្រឡប់មកវិញណាហើយអរគុណសម្រាប់អ្នកដែលតែងតែ share ចែកម្លែកនៅវីដេអូក៏ដូចជា support ខ្ញុំតាមរយៈ AVA ណាខ្ញុំចង់ដឹងមើលថាតើបញ្ហាអីខ្លះដែលធ្វើឲ្យស្នេហារបស់អ្នកទាំងអស់គ្នានឹងជាប់គាំងណាអញ្ចឹងយើងទៅមើលថាតើមានអ្វីដែលជាអាចកំបាំងណានៅចន្លោះកណ្ដាលរវាងអ្នកហើយនឹងដៃគូណាអូខេទៅមើលតើបញ្ហាដែលលាក់បាំងតើជាអ្វីដែលនៅកណ្ដាលណាបញ្ហាដែលនៅចំកណ្ដាលវាអាចថាពាក់ព័ន្ធជាមួយនឹងដំណើរមាននរណាម្នាក់ដែលរវល់តែរឿងការងារគឺឆ្ពោះទៅផ្លូវឆ្ងាយក្នុងចំណោមអ្នកទាំងពីរគឺបញ្ហាចង់ចាក់ចេញទៅឆ្ងាយមានមនុស្សដែលចង់ឆ្ពោះទៅលើគោលដៅហ្នឹងគឺខ្លាំងមែនទែនហើយដើម្បីដោះលែងនៅបញ្ហាទាំងអស់ហ្នឹងចេញណាគឺអ្នកនរឲ្យត្រូវប្រុងប្រយ័ត្នរាល់ទង្វើរាល់សកម្មភាពរាល់ការនិយាយស្ដីប្រស័យតាក់ទងគ្នារវាងអ្នកនរគ្នាហើយនឹងគេណាហើយអ្វីនឹងមកដល់ប្រសិនបើអ្នកនរឲ្យឆ្លងកាត់បានណាបញ្ហាស្នេហារវាងនឹងពីរនឹងជួបតែអ្វីដែលចម្រុងចម្រើនគឺភាពស្រក់ស្ដំប្រសិនបើអ្នកនរនេះចំណាយពេលយល់ចិត្តគ្នាបន្តិចណាខ្ញុំឃើញនៅក្នុងនេះគឺវាមានរឿងរ៉ាវជាច្រើនដែលនឹងមកដល់ពាក់ព័ន្ធជាមួយនឹងណាអាចថាស្នេហារបស់អ្នកនរនេះគឺមានក្តីស្រឡាញ់មួយចំនួនគឺឥទ្ធិពលពីខាងក្រៅអាចថាឆ្លងកាត់នៅអារម្មណ៍ពិសេសមួយចំនួនគឺអាចថាអ្នកនរនេះត្រូវតែណាស្ដាប់ដំបូងមានមនុស្សជុំវិញណានិយាយរួមគឺកុំឆេះឆាយអាចថាស្ដាប់យោបល់គេឯងក្នុងតំណែងរវាងអ្នកទាំងពីរត្រូវមានមនុស្សដែលលោកដៃចូលមកជួយផ្សះផ្សាឬក៏ដើម្បីឲ្យស្នេហាហ្នឹងទោះបីអ្នកនរនេះមិនជឿគ្នាក៏ដោយគាត់ថាស្នេហាអ្នកមួយចំនួនវាអត់សូវរលូននៅពេលដែលអត់សូវរលូនគឺវាត្រូវការមនុស្សទី3ដើម្បីជួយប្រឹក្សាក៏ផ្ដល់ជាបល់ប៉ុន្តែត្រូវចាំឲ្យច្បាស់អ្នកនរនេះរកមនុស្សដែលប្រឹក្សាហ្នឹងគឺរកមនុស្សណាម្នាក់ដែលមនុស្សស្មោះត្រង់មនុស្សដែលចង់ឃើញអ្នកល្អដូចគ្នាកុំរកទៅខុសណាបើសិនមកអ្នកនរឲ្យរកមនុស្សដែលខុសវាអាចថាឲ្យបញ្ហាតូចខ្លាចទៅជាធំបញ្ហាធំរឹតតែរីកធំឡើងណារីឯបើអ្នកនរឲ្យរកមនុស្សដែលប្រឹក្សាមនុស្សដែលចង់ឃើញយើងល្អពិតប្រាកដណាត្រូវគឺបានន័យថារឿងតូចខ្លាចទៅជាអត់រឿងធំខ្លាចទៅតូចទៅជាអត់រឿងគឺបែបហ្នឹងដោយសារនៅក្នុងនេះខ្ញុំឃើញថាបញ្ហាជាប់គាំងរបស់អ្នកនរគ្នាគឺមានកំណត់មួយចំនួនអាចថាខ្វែងកំណត់គ្នាពាក់ព័ន្ធជាមួយនឹងភាគីម្ខាងគឺចង់ចាក់ចេញទៅឆ្ងាយចង់ទៅផ្ដោតទៅលើគោលដៅខ្លាំងពិសេសគឺអាចថាគេរវល់ទៅរឿងការងារខ្លាំងមែនតើណារវាងទាំងពីរហ្នឹងគឺមនុស្សម្នាក់ហ្នឹងអាចថាបាននិយាយពាក់ព័ន្ធជាមួយនឹងអ្វីដែលអាចកើតមានគឺមនុស្សម្នាក់ហ្នឹងចូលចិត្តផ្ដោតអារម្មណ៍ទៅលើរឿងរ៉ាវមនុស្សចេតនាខ្លាំងមែនតើណាមនុស្សម្នាក់ហ្នឹងគឺហាក់បីដូចជាមានភាពតាក់ទាញខ្លាំងចំពោះមនុស្សជុំវិញភេទផ្ទុយគ្នាមិនថាផ្ទុយគ្នាឬដូចគ្នាគាត់ថាមនុស្សម្នាក់ហ្នឹងគឺគាត់ដូចជាមានមុនស្នេហ៍ខ្លាំងអាចថាបញ្ហាអាចថាធ្វើឲ្យអ្នកទាំងអស់គ្នាមួយចំនួនប្រច័ណ្ឌឬក៏គេក៏ប្រច័ណ្ឌខ្លាំងដែរក្នុងចំណោមអ្នកទាំងពីរហ្នឹងគឺមានមនុស្សម្នាក់ដែលវាអាចកើតមានពាក់ព័ន្ធជាមួយនឹងចូលចិត្តសាកល្បងជាមួយនឹងអារម្មណ៍ស្នេហាថ្មីនិយាយឲ្យខ្លីគឺមានមនុស្សដែលរៀងសាវ៉ាក្នុងចំណោមអ្នកទាំងពីរអាចថាជាមនុស្សដែលរៀងរាយមាយរាយបុនស្នេហ៍ទៅដាក់អ្នកជុំវិញណាអញ្ចឹងហើយវាអាចថាធ្វើឲ្យអ្វីដែលហូរវល់ជុំវិញខ្លួនគេហ្នឹងគឺភាពស្រឡាញ់តាក់ទាញមនុស្សឲ្យស្រឡាញ់គេច្រើនអាចថាដោយសារបញ្ហាហ្នឹងទៅធ្វើឲ្យតំណែងរបស់អ្នកទាំងអស់គ្នាច្រើនតែរកម្មរកោសអ្នកមួយចំនួនណាហើយអ្វីដែលគួរតែធ្វើហើយបើសិនជានិយាយពាក់ព័ន្ធជាមួយរឿងការងារវិញមនុស្សម្នាក់ហ្នឹងចូលចិត្តសាកល្បងអ្វីដែលថ្មីណាមិនថាអារម្មណ៍មិនថាទេមនុស្សម្នាក់ហ្នឹងអាចថាចូលចិត្តសាកល្បងនៅអ្វីដែលថ្មីហើយអត់មានភាពភ័យខ្លាចទេជាមនុស្សដែល extrovert ទេអ្នកនរនេះជាមនុស្សដែលចូលចិត្តភាពសប្បាយរីករាយច្រើនណាប្រសិនបើពាក់ព័ន្ធជាមួយការងារវិញមនុស្សម្នាក់ហ្នឹងគឺដូចជាការងារល្អណា
ការងារគាត់អាចដំណើរការរលូនឆ្ពោះទៅមានកំណត់ថ្មីពាក់ព័ន្ធជាមួយនឹងរឿងការងារហើយក៏គោលដៅអីគឺគេល្អគេពាក់ព័ន្ធជាមួយនឹងរឿងដែលអាចសម្រេចបានក្តីសុបិនរបស់គេអាចសម្រេចខ្លាចជាការពិតបានអ្វីដែលគេចង់ធ្វើគាត់ថាបើសិនពាក់ព័ន្ធជាមួយនឹងរឿងស្នេហាវិញដូចជាចូលចិត្តសាកល្បងនៅអារម្មណ៍ថ្មីហើយអ្វីដែលសំខាន់មួយទៀតបើសម្រាប់រឿងលុយកាក់វិញមនុស្សម្នាក់នឹងអាចថានឹងទទួលបាននៅកាដូឬក៏រង្វាន់ពីការព្យាយាមប្រឹងប្រែងរបស់គេច្រើនអាចថាមនុស្សម្នាក់នឹងដោយសារតែមានលុយផងទើបចូលចិត្តសាកល្បងនៅអ្វីមួយថ្មីម្នាក់នឹងគឺចង់ឆ្ពោះទៅគោលដៅដែលឆ្ងាយចង់ចាក់ចេញទៅឆ្ងាយចូលចិត្តប្រឈមមុខជាមួយនឹងបញ្ហាមួយចំនួនដែលគេអត់មានភាពភ័យខ្លាចទាល់តែសោះចូលចិត្តសាកល្បងដែលខ្ញុំនិយាយថាចូលចិត្តសាកល្បងនៅអ្វីមួយដែលថ្មីមិនថាការងារឬក៏ស្នេហាទេមនុស្សម្នាក់នឹងចូលចិត្តត្រេកមុនស្នេហ៍អាចថាមនុស្សម្នាក់នឹងនឹងទទួលបាននឹងតំណែងល្អអ្វីមួយពាក់ព័ន្ធជាមួយនឹងឱកាសផ្សេងនៅក្នុងជីវិតរបស់គេអ្នកទាំងអស់គ្នាក៏ដូចគ្នាដែរអាចថានឹងទទួលបាននៅឱកាសអ្វីមួយដែលអាចនឹងចាប់ផ្ដើមជាមួយនឹងភាពជោគជ័យនៃគម្រោងថ្មីមួយនៃជីវិតណាប៉ុន្តែប្រសិនបើសួរថាតើហេតុអីជាប់គាំងសម្រាប់អ្វីធ្វើឲ្យស្នេហាជីវិតស្នេហារបស់អ្នកទាំងអស់គ្នានឹងជាប់គាំងរវាងដៃគូគឺដោយសារតែមនុស្សម្នាក់នឹងគឺអាចថាចូលចិត្តអ្វីមួយដែលថ្មីណាសួរថាដើម្បីដោះស្រាយអាហ្នឹងតើគួរធ្វើមិនវិញណាគឺអ្នកទាំងអស់គ្នាត្រូវតែមានការការពារត្រូវតែច្បាស់លាស់ខ្លួនឯងហើយអ្នកទាំងអស់គ្នាអាចគ្រប់គ្រងគេបានអត់ទៅលើអ្វីអាចធ្វើឲ្យគេឃើញខ្លួនឯងជាមនុស្សម្នាក់ដែលសំខាន់ដែរឬអត់ណាតើអាចធ្វើឲ្យគេគិតថាអ្នកទាំងអស់គ្នាជាមនុស្សម្នាក់ដែលសំខាន់ជាមនុស្សម្នាក់ដែល priority សម្រាប់គេជាមនុស្សដាក់ទី1សម្រាប់គេដែរឬអត់ណាព្រោះនៅក្នុងនេះឃើញថាមានការប្រុងប្រយ័ត្នខ្ពស់អ្វីអាចថាអ្នកទាំងអស់គ្នាតែងតែប្រឈមមុខជាមួយនឹងស្ថានភាពដែលមិនប្រកបវិជ្ជាទៅលើអារម្មណ៍របស់គេមកចំពោះអ្នកទាំងអស់គ្នាហ្នឹងអញ្ចឹងដើម្បីថាការពារខ្លួនឯងឲ្យបានល្អគឺអ្វីគឺអាចថាមានមនុស្សចំណែនក្នុងតំណែងរបស់អ្នកទាំងអស់គ្នានឹងគេផងក៏ថាបានដែរអញ្ចឹងហើយគឺគេតែងតែចាំចាក់ចុចអុចអាវណាគេអត់ចង់ឃើញអ្នកទាំងពីរជោគជ័យព្រោះអីរវាងអ្នកទាំងពីរហ្នឹងគឺមនុស្សដែលពោពេញទៅដោយពលឺហើយនឹងភាពជោគជ័យគឺអត់ខ្លាចអ្នកទាំងអស់គ្នាហ្នឹងគឺជាមនុស្សដែលចូលចិត្តសាកល្បងនៅការងារថ្មីដំណើរជីវិតដែលប្រឈមមុខជាមួយនឹងឧបសគ្គប៉ុន្តែអត់ចុះចាញ់គឺនឹងទទួលបានជោគជ័យអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាគឺត្រូវតែមានជំហររបស់ខ្លួនឯងមានព្រំដែននៅក្នុងតំណែងកុំថាចង់គ្រប់គ្រងគេក៏កុំតឹងតែងពេកហើយកុំធូររលុងពេកព្រោះឯអ្នកទាំងអស់គ្នាត្រូវតែហ៊ានប្រយុទ្ធដើម្បីភាពផ្អែមល្ហែមឬក៏ស្នេហាដែលខ្លួនឯងត្រូវការណានៅក្នុងហ្នឹងគឺគេចង់ប្រាប់បែបហ្នឹងណាបើចង់ការពារចង់រក្សាតំណែងហ្នឹងចង់ដោះលែងអាធម្មពលអវិជ្ជមានអស់ហ្នឹងដែលមករារាំងតំណែងអ្នកទាំងអស់គ្នាហ្នឹងគឺត្រូវតែរៀបចំព្រំដែននៃតំណែងក្នុងជីវិតស្នេហាត្រូវហ៊ានប្រឈមមុខត្រូវហ៊ានប្រកួតប្រជែងត្រូវហ៊ានការពារអ្វីដែលជារបស់ខ្លួនឯងប្រឈមមុខជាមួយនឹងអ្នកផ្សេងដែលចង់ដណ្ដើមគឺបែបហ្នឹងគាត់ថាអ្នកទាំងអស់គ្នាអាចរៀងហត់ចិត្តព្រោះអីព្យាយាមភ័យខ្លាចបាត់បង់នៅមនុស្សម្នាក់ហ្នឹងណាអញ្ចឹងខ្ញុំឃើញនៅក្នុងនេះដោយសារក្នុងជីវិតរបស់អ្នកទាំងពីរហ្នឹងគឺសុទ្ធសឹងតែជាមនុស្សដែលមានលុយដូចគ្នាណាគឺជាមនុស្សដែលពោពេញទៅដោយឱកាសគឺសុទ្ធសឹងតែឱកាសណា King of Cup ហើយ Queen of Pentacles ទៀតឃើញអ្នកទាំងអស់គ្នាគឺមនុស្សម្នាក់ដែលពោពេញដោយក្តីស្រឡាញ់ហើយមនុស្សម្នាក់ទៀតដែលសម្បូរទៅដោយលុយណាមហិច្ឆតាគោលដៅភាពវៃឆ្លាតក្នុងការសម្រេចបាននូវលទ្ធផលជាច្រើនអញ្ចឹងមានលុយហើយមានមន្តស្នេហ៍ទៀតអ្នកខ្លះគឺបែបហ្នឹងអញ្ចឹងដែលខ្ញុំនិយាយថាអាចថាវាជាពេលវេលាមួយហើយកាលនេះគឺសក្តានុពលរបស់អ្នកទាំងពីរគឺពាក់ព័ន្ធជាមួយនឹងឱកាសគឺងាយស្រួលទិញឱកាសនៃការវិនិយោគឬក៏ដំណើរជីវិតថ្មីពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់នឹងខ្លាំងមែនទែនណាជាមនុស្សដែលមានមហិច្ឆតាមានគោលដៅដូចគ្នាហើយគម្រោងរបស់អ្នកទាំងពីរហ្នឹងគឺការចាប់ផ្ដើមនិយាយរួមគឺបើធ្វើអ្វីមួយគឺធ្វើអស់ពីចិត្តតែម្ដងជាមនុស្សដែលអាចពឹងផ្អែកលើសំណាងអាចថារវាងអ្នកទាំងពីរហ្នឹងគឺជាមនុស្សដែលមានសំណាងរឿងលុយកាក់ផងក៏ថាបានដែរគាត់ថាអ្វីដែលសំខាន់គឺតែងតែប្រុងប្រយ័ត្នទៅលើណាប្រុងប្រយ័ត្នទៅលើដៃគូខ្លាំងមែនតើណាអញ្ចឹងអ្វីក៏ដោយគឺអ្នកទាំងអស់គ្នាត្រូវតែរក្សាព្រំដែននៃក្តីស្រឡាញ់រក្សាព្រំដែននៃតំណែងស្នេហាខ្លួនឯងជៀសវាងនៅហានិភ័យផ្សេងមួយដើម្បីដោះលែងនៅធម្មពលអវិជ្ជមានមួយចំនួនណាហើយអត្ថប្រយោជន៍ខាងក្រៅនេះគឺដោយសារអីមនុស្សមានមន្តស្នេហ៍ខ្លាំងពេកណាគឺអត្ថ
ពលនេះគឺអាចថាជាមនុស្សដែលពោពេញទៅដោយក្តីស្រឡាញ់រាយដូចថាមានមុនស្នេហ៍រាយមកចូលចិត្តរាយមុនស្នេហ៍អ្នកមួយចំនួនគឺពោពេញទៅដោយមុនស្នេហ៍ជាមនុស្សដែលពោពេញដោយក្តីស្រឡាញ់ណាណាក៏ចាប់អារម្មណ៍ណាក៏ចង់បានណាអាចថារសារអត្តពលដល់ហើយគឺអ្នកនរគ្នាគឺគេកលែកឃើញគឺតាក់ទាញតែម្ដងមនុស្សម្នាក់ហ្នឹងអាចថាធ្វើអីក៏ដោយកុំប្រើអារម្មណ៍គួរតែប្រើខួរក្បាលនិងបេះដូងនៅក្នុងក្តីស្រឡាញ់ហើយអ្វីដែលសំខាន់គឺគុណធម៌ណាប៉ុន្តែអាភាពដែលស្ងាត់កុំឆេះឆាដាក់ដៃគូហ្នឹងគឺត្រូវតែមានជានិច្ចណាក្នុងចំណោមអ្នកទាំងពីរគឺមានមនុស្សដែលតាក់ទាញនៅរឿងស្នេហានឹងខ្លាំងមែនទែនគឺអត្តពលនៅខាងក្រៅហ្នឹងវាតាក់ទាញស្រូបទាញខ្លាំងមែនទែនណាបើសិននិយាយពីរឿងលំនឹងលើកៈវិញគឺអ្នកទាំងពីរដូចខ្ញុំនិយាយដដែលអញ្ចឹងគឺមានក្តីសង្ឃឹមជាច្រើនទៅលើរឿងលើកៈគឺស្ថិរភាពខ្លាំងមែនទែនណាមានឱកាសភាគច្រើនគឺធ្វើអីទៅគឺតែងតែបានផលមកវិញគេគាត់ប្រសើរមិនថាតិចក្តីច្រើនក្តីគឺចេះតែទៅមកហើយប្រសិនមកអ្នកនរគ្នាហ្នឹងណានិយាយរួមគឺកុំប្រើអារម្មណ៍សង្កត់ដៃគូច្រើនពេកវាអាចថាពេលខ្លះអ្វីដែលចាំបាច់សម្រាប់បំពេញនៅអារម្មណ៍ក្រៀមក្រំរបស់អ្នកនរគ្នាដឹងថាការឈឺចាប់ការភ័យខ្លាចក៏ដូចជាសុភមង្គលគឺត្រូវការសម្រាប់ឲ្យបាននៅភាពរីករាយមួយវាជារសជាតិមួយនៅក្នុងជីវិតណាអញ្ចឹងអ្នកនរគ្នាគួរតែជៀសវាងនៅអារម្មណ៍ដែលព្រួយបារម្ភទៅលើរឿងអ្វីមួយដែលប្រាក់តំណអ្នកទាំងពីរហ្នឹងកុំនិយាយរួមរៀនមកចិត្តនិយាយគ្នាទៅវាគ្មានអារម្មណ៍មួយដែលភ័យព្រួយបារម្ភទឹករឿងរបស់នឹងកាត់ឡើងណាអញ្ចឹងដែលខ្ញុំនិយាយថាត្រូវតែរក្សាលំនឹងនៃអារម្មណ៍ក៏ដូចជាអ្វីដែលចាំបាច់ណាអ្វីដែលសំខាន់បំផុតនៅខាងមុខដែលអ្នកទាំងពីរត្រូវការគឺការដែលទទួលបាននៅពរដែលដឹកនាំដោយការគោរពឬក៏ការជំរុញគ្នាទៅវិញទៅមកនឹងឯងណាគឺចេះផ្ដល់តម្លៃគឺចេះគោរពគ្នាទៅវិញទៅមកណាអញ្ចឹងត្រូវតែកំណត់អារម្មណ៍របស់ខ្លួនឯងឲ្យមានវិន័យណាកុំឃើញមួយស្រឡាញ់មួយកុំឃើញអ្នកផ្សេងធ្វើរេមុនស្នេហ៍អីដាក់គេអញ្ចឹងយើងត្រូវចេះមានវិន័យទៅលើអារម្មណ៍ទៅលើការគិតទៅលើខួរក្បាលនិងបេះដូងណាកុំឲ្យវាចំណាយពេលទៅលើនរណាម្នាក់ដែលអត់ប្រយោជន៍ណាហើយធ្វើឲ្យមនុស្សដែលក្បែរខ្លួនឈឺចាប់មែនឈឺចាប់ពីយើងជួនកាលអ្នកដែលយើងរេមុនស្នេហ៍ដាក់គេហ្នឹងក៏គេអាចឈឺចាប់ដែរនៅពេលដែលគេលងក្នុងអនុស្នេហ៍យើងណាអញ្ចឹងអ្វីដែលសំខាន់បំផុតគឺរឿងហ្នឹងឯងណាហើយអ្វីដែលនឹងមកដល់ដែលខ្ញុំចង់និយាយថាអ្វីដែលនឹងមកដល់ក្នុងការរបស់អ្នកទាំងអស់នេះគឺ Queen of Pentacles អញ្ចឹងមនុស្សស្រីម្នាក់ដែលអង្គុយកាន់លុយនៅលើកត្រិកបល្ល័ង្កនេះណាជាមនុស្សម្នាក់ដែលពោពេញទៅដោយភាពប្រឹងមាំបានន័យថាជាមនុស្សដែលពោពេញទៅដោយភាពជឿជាក់ណាភាពជឿជាក់ខ្លាំងលើខ្លួនឯងហើយអាចថាប្រសិនបើអ្នកអាចឆ្លងកាត់រឿងនេះបានការពារផ្ដល់តម្លៃឲ្យគ្នាហើយចាក់ចេញពីថាមពលវិជ្ជមាននឹងបានណាគឺស្នេហានឹងត្រឡប់មកស្ថិរភាពវិញទាំងលុយកាក់ទាំងការព្យាបាលផ្លូវចិត្តហើយដៃគូក៏ប្រែត្រឡប់មកចិត្តល្អដាក់គ្នាមករក្សាផ្លូវចិត្តគ្នាឡើងវិញណាព្រោះនៅក្នុងនេះគឺពាក់ព័ន្ធជាមួយនឹងទំនួលខុសត្រូវទៅលើជីវិតគូក៏ដូចជាថវិកានៅក្នុងជីវិតដែលអ្នកទាំងគ្នាពាក់ព័ន្ធរវាងអ្នកទាំងពីរគឺពាក់ព័ន្ធគ្នាលុយកាក់ខ្លាំងមែនទែនណាខ្ញុំឃើញក្នុងនេះអ្នកខ្លះអាចថាកំពុងតែរស់ស៊ីរួមគ្នាផងក៏ថាបានដែរអ្វីដែលសំខាន់បើសិនជាអ្នកគ្នាដោះលែងនៅខ្លួនឯងណាដោយការប្រុងប្រយ័ត្នដោយការមិនដាក់គំនិតទៅលើតំណែងខ្លាំងពេកដោយការមានព្រំដែននៃតំណែងព្រំដែននៃក្តីស្រឡាញ់ណាខ្ញុំអាចថាភាគីរវាងអ្នកទាំងពីរនឹងមានអាណាម្នាក់ចាប់ផ្ដើមយល់ចិត្តវិញចាប់ផ្ដើមបន្ទន់អរិយាប័ត្រត្រឡប់មកវិញណាព្រោះអី Queen of Pentacles នេះតំណាងឲ្យភាពជោគជ័យនៅក្នុងមុខជំនួញក៏ដូចជារឿងលុយកាក់ពាក់ព័ន្ធជាមួយនឹងលុយកាក់ខ្លាំងណាវាអាចថាជាញៀនឬក៏ជាការអនុវត្តឬក៏ការសម្រេចបានដែលដឹកនាំទៅដោយការបន្តដោយលំនឹងទោះបីជាយឺតក៏ដោយការនេះវាអាចថាបង្ហាញពីភាពស្ដុកស្ដំពីអារម្មណ៍ដែលរីករាយនៅក្នុងពេលអនាគតណាដែលនឹងមកដល់ពិសេសគឺវាអាចថាមុខចំនួនក៏បានប្រសើរអារម្មណ៍ផ្លូវចិត្តក៏រៀងរីករាយហើយអាចថា welcome នៅរបស់ថ្មីអាចថាទ្រព្យថ្មីចូលមកទៀតប្រសិនបើអ្នកនរគ្នាចេះយកចិត្តទុកដាក់ទៅលើគ្នាហើយកំណត់ព្រំដែននៃអារម្មណ៍រៀងខ្លួនណា
ចេះគ្រប់នៅមានវិន័យទៅលើផ្លូវចិត្តនិងបេះដូងខ្លួនឯងកុំចេះតែឃើញអ្វីមួយតម្លាក់មុនស្នេហ៍ដែលខ្ញុំនិយាយណាគឺទាមទារឲ្យអ្នកនរគ្នាអាចថានឹងស្មោះត្រង់ត្រឡប់ចូលមកវិញនៅក្នុងហ្នឹងព្រោះអីនេះគឺតំណាងឲ្យរយៈពេលវែងគឺជានិមិត្តសញ្ញាភាពឯករាជ្យទៅលើរឿងលុយកាក់ជោគជ័យរឿងលុយកាក់ក្នុងរយៈពេលវែងណាដែលអ្នកទាំងពីរគឺខិតខំប្រឹងប្រែងអញ្ចឹងអ្វីដែលសំខាន់នៅក្នុងដំណើរជីវិតនេះដើម្បីអាចសម្រេចបានគោលដៅរួមមួយលុះត្រាតែអ្នកទាំងពីរហ្នឹងគឺស្មោះត្រង់នឹងគ្នាដោះលែងនៅគំនិតអវិជ្ជមានទៅលើគ្នាហើយត្រូវស្មោះត្រង់កុំរែងមុនស្នេហ៍ទៅលើនរណាម្នាក់ព្រោះអីវាជាធម៌ពលមួយដែលអ្នកទាំងគ្នាត្រូវបង្កើតវាជាទម្លាប់តែម្ដងគឺជាទម្លាប់ដែលល្អរវាងអារម្មណ៍ស្រឡាញ់ហើយនឹងលុយកាក់ក៏ដូចគ្នាដែរណាអញ្ចឹងប្រសិនបើស្នេហារបស់អ្នកទាំងគ្នាគឺនៅក្នុងខ្លួនតាមពិតអ្នកទាំងគ្នាមួយចំនួនភាគីដៃគូខ្ញុំឃើញថាអ្នកខ្លះដោយសារអីដោយសារមានដៃគូម្ខាងតកែប្រច័ណ្ឌឬក៏ឆាវឆានដោយសារភាគីខ្លួនឯងវាតាក់ទាញខ្លាំងពេកណាអញ្ចឹងក៏វាខ្លាចទៅជាសម្ពាធមួយនៅពេលដែលប្រច័ណ្ឌគឺដៃគូអាចថាចាប់ដើមរៀងចង់រើបំប្រាស់នៅពេលដែលអ្នកនេះស្ងប់ស្ងាត់ណាពន្លឺនៃក្តីស្រឡាញ់របស់ដៃគូក៏វាចាប់ដើមកើតឡើងវិញចំពោះខ្លួនឯងដែរអញ្ចឹងក្នុងនេះគឺវាបង្ហាញពីតំណែងនៃក្តីស្រឡាញ់គឺកើតមួយដែលពាក់ព័ន្ធជាមួយនឹងសក្តានុពលនោះគឺអ្នកនរគ្នាអាចថារវាងអ្នកទាំងពីរគឺមានលុយហើយអញ្ចឹងគឺផ្ដល់ក្តីគោរពការគោរពដល់គ្នាទៅគឺជារឿងមួយដែលចាំបាច់បំផុតហើយបង្កើតទម្លាប់ឲ្យខួរក្បាលនិងបេះដូងនៅភាពស្មោះត្រង់បែងចែកឲ្យដាច់រវាងរបស់ចាំបាច់និងរបស់ដែលត្រូវការអញ្ចឹងភាពតាក់ទាញនៅខាងក្រៅវាគ្រាន់តែជាអារម្មណ៍មួយពេលមួយឆាវតែប៉ុណ្ណោះចង់ឲ្យស្នេហារបស់អ្នកនរគ្នាយូរអង្វែងគឺតតែបែបហ្នឹងណានេះហើយគឺអ្វីដែលអ្នកនរគ្នាជាប់គាំងគឺអារម្មណ៍ដែលមានភាគីដៃគូភាពតាក់ទាញដោយសារគេគាត់គឺជំនួសឆ្លាតជំនួសដែលជំនះនៅឧបសគ្គជាមនុស្សដែលចូលចិត្តរលុយចូលចិត្តធ្វើអ្វីមួយឲ្យជោគជ័យហើយមានភាពស្រស់ស្អាតស្រស់សង្ហាអញ្ចឹងហើយទៅធ្វើឲ្យជាទីប្រាថ្នារបស់មនុស្សជុំវិញគាត់ក៏ថាបានដែរណាអញ្ចឹងអ្វីដែលជាការរៀនដោះលែងដើម្បីឲ្យរឿងរ៉ាវទាំងអស់ហ្នឹងវាណាកុំឲ្យវាជាប់គាំងកុំឲ្យវាកើតមានគឺយើងត្រូវចេះគ្រប់គ្រងអារម្មណ៍ព្រំដែនអារម្មណ៍ព្រំដែននៃក្តីស្រឡាញ់គឺការកំណត់ទៅលើគាត់ក៏មានកម្រិតកុំចាក់សោគេខ្លាំងពេកហើយក៏កុំបធូរពេកកុំរឹកពេកគឺមានតែបែបហ្នឹងទេណាអូខេអញ្ចឹងខ្ញុំអរនិយាយទាំងអស់គ្នាបើគិតថាត្រូវក៏ share ចែកម្លែកគិតថាខករំលងណាអរគុណច្រើនបាយបាយ see you